ចាញ់សួរបងប្អូនថ្ងៃនេះរៀនព្រមជាងក្រែអត់ព្រោះអត់ចេះធ្វើបត់ទេតែចង់ថតឲ្យដាក់ព្រំទៅបងប្អូនក្រែងដូចចេះយ៉ាងណាចានេះនឹងខ្ញុំដាក់ប្រែត្មងទៅបងប្អូនសង្ហំបតីព្រំអនបង្គំរតនីសំដាញ់ព្រះភង្គវីដោយគិនថាយ៉ាងនេះព្រះពុទ្ធទ្រង់អង្គនុគរព្រមទទួលនឹងសំដែងដោយទូនៃភាពថ្លែងតាមភាវៈគុណករណាទើបក្រោកจากទីនោះភាំងត្រាស្ពងព្រៃកទីយាងចាំងចេញលីពីទីនោះដោយព្រះបានញ៉ាំសិនចូលពុទ្ធច័ងមានបញ្ញវៈពេជាអានអើយផឹកអមរិតទៅជាតិរងនេះពៀនតាមធម្មតាចាប់ដើមពីនោះអាយទ្រង់សំដែងធម៌ទេសនាធ្វើពុទ្ធក្រឹត្យាអង្គវសា45ពុំថយពុំបន្ធូរប្រយោជន៍យូរអង្គវែងឆ្នាំសម្រាប់បញ្ញកម្មដល់សំសានទាំងភពក្រៃហេតុនោះឥឡូវនេះយើងខ្ញុំនេះសាទរក្រៃតទៀតបងប្អូនបបិទ្ធព្រះគុណថ្លៃសូមនិមន្តប្រទេសនាអនុគ្រោះពួកបរិស័ទដែលជុំខណ្ឌដោយមោហាឲ្យការមានបញ្ញាប្រកបនេះទីនេះចាធម៌នេះគឺជាធម៌អរតនីនិមន្តព្រះសង្ឃទេសនាបងប្អូនចាសូមអភ័យទោសផងអធិស្ឋានផងនេះខ្ញុំមិនចេះធ្វើបទផុសទេតែដោយសារចិត្តចង់សូត្រចង់រៀនពីខាងធម៌ព្រះពុទ្ធដែរអញ្ចឹងណាបងប្អូនអញ្ចឹងខ្ញុំក៏សាកល្បងទៅចាបងប្អូនហើយខាងក្រោមនេះពេលដែល
ព្រះសង្ឃទេសនាហើយគឺជាធម៌អរតនីកម្មថិតសំដែងធម៌ទេសនាបងប្អូនពេលដែលព្រះសង្ឃទេសនាហើយយើងព្រមអរគុណព្រះសង្ឃយ៉ាងណាអរគុណបងប្អូនអធិស្ឋានអភ័យទោសផងចា៎